អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការហៅកាត់ថាអដកគឺជាក្តីសង្ឃឹមថ្មីរបស់បងប្អូនប្រជាពលរាសាតសូមអរគុណនិងសូមសម្ដេចធិបតីជាសង្ឃឹមដងស្រ័យវិង្វៀនជូនជនប្រុងស្រីក្រៅប្រព័ន្ធតុលាការជាកិច្ចបន្តនេះខ្ញុំមានកិត្តិយសសូមការអនុញ្ញាតគោរពអញ្ជើញឯកឧត្តមការរដ្ឋបាលនាយករដ្ឋមន្ត្រីក្រសួងយុតិធម៌នៃជាប្រធានអង្គការផ្ដល់ជាកិត្តិយសអញ្ជើញឲ្យសម្រាប់ថាដល់សិក្ខាសាលាសូមគោរពអញ្ជើញថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួមជាអធិបតីនៅក្នុងពិធីបិទសិក្ខាសាលាថ្នាក់ជាតិលើកទី1របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការលើប្រធានបទស្តីពីការធ្វើឲ្យប្រសើរឡើងនៃយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជាដែលបានប្រព្រឹត្តទៅដោយរលូនអស់រយៈពេលពេញមួយថ្ងៃមកនេះឯកឧត្តមលោកនាយកលោកស្រីបានជ្រាបហើយនៅក្នុងនីតិកាលទី7នៃរដ្ឋសភារាជរដ្ឋាភិបាលជាពិសេសគឺសម្ដេចប្រមុខរាជរដ្ឋាភិបាលលោកបានប្រកាសដាក់ឲ្យប្រើប្រាស់នៅយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1ប៉ុន្តែជាមួយគ្នានឹងការដាក់ឲ្យអនុវត្តនៅយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1សម្ដេចនាយករដ្ឋមន្ត្រីក៏បានប្រកាសដាក់ចេញនៅរបៀបវិរៈគោលនយោបាយផ្ទាល់ខ្លួនរបស់លោកដែលមាន5ចំណុចដែលយើងបានដឹងទាំងអស់គ្នានេះគឺជាអត្ថប្រយោជន៍ទី1ដូច្នេះអត្ថប្រយោជន៍របស់យើងក្នុងការកែតម្រង់ប៉ុនធម៌ត្រូវធ្វើយ៉ាងម៉េចដោះស្រាយការកកស្ទះសំណុំរឿងនេះឲ្យបានហើយធ្វើម៉េចប្រើប្រាស់រយៈពេលនៃការដោះស្រាយវិវាទមួយឲ្យបានឆាប់រហ័សតាមដែលធ្វើបានកែតម្រង់ប្រព័ន្ធយុត្តិធម៌ដែលសម្ដេចមហាវរធិបតីលោកដាក់ឲ្យក្រសួងយុត្តិធម៌ត្រូវតែធ្វើក្នុងនីតិកាលនេះគឺការបង្កើតឲ្យបាននៅយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការមួយហើយយើងបានបង្កើតនៅយន្តការនេះនៅក្នុងខែវិច្ឆិកាឆ្នាំ2023ជាយន្តការមួយថ្មីស្រឡាងសម្រាប់កម្ពុជាដែលបានផ្ដល់នៅជំរឿសបន្ថែមទៀតដល់អ្នកដែលមានរឿងក្តីអ្នកដែលមានវិវាទរើសរវាងទៅអដកដើម្បីសម្រុះសម្រួលដំណាក់កាលទី1ឬមួយក៏រើសទៅតុលាការការបង្កើតនេះមិនមែនត្រឹមតែជួយដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការទេប៉ុន្តែវាជួយផងដែរដើម្បីធានាភាពសុខដុមរមនានៅក្នុងសង្គមជាតិរបស់យើងហើយខ្ញុំធ្លាប់លើកថាបើរឿងនេះជារឿងក្តីរវាងឪពុកនិងកូនរវាងម្ដាយនិងកូនរវាងយាយនិងចៅតែឆ្លងកាត់3សាលាហើយអត់មានយាយចៅអត់មានឪកូនអត់មានម្ដាយកូនទៀតទេបាទកាត់ទាំងក្តីកាត់ទាំងមនោចេតនាបង្កើតបានជាភាពក្តៅក្រហាយមួយនៅក្នុងសង្គមជាតិប៉ុន្តែបើរោគបានការស្រស់ស្រួលមួយភាគីដកឃ្លាមួយជំហានម្នាក់ដកថយមួយជំហានម្នាក់រោគបានការស្រស់ស្រួលមួយដំណោះស្រាយនោះជាដំណោះស្រាយឈ្នះអញ្ចឹងនៅពេលដែលរៀនដំណោះស្រាយមួយនៅក្នុងអដកភាគច្រើនគាត់អង់គ្លេសថា excited គាត់រំភើបមិនមែនរីករាយទេគឺរំភើបណាមានករណីច្រើនណាស់មានករណីមួយនោះគឺរឿងម្ដាយជាមួយកូនដោះស្រាយឲ្យពឹបភ្លាមកូនលុតជង្គង់ថ្វាយគុំម្ដាយថ្វាយអង្គមសុំកម្មាទោសពីម្ដាយឯម្ដាយវិញទឹកភ្នែកយំអោបកូនមិនគួរណារឿងតូចមួយសោះធ្វើឲ្យមនោចេតនាគាត់ឃ្លាតចាកគ្នារាប់ឆ្នាំទីបំផុតគាត់ត្រូវគ្នាវិញក្នុងរឿងក្តីដែលឆ្លងទៅតុលាការគឺភាគីមិនមែនចង់ឈ្នះចាញ់ទេគឺភាគីដណ្ដើមគ្នាដើម្បីឈ្នះគេថាធ្ងន់នឹងថ្មក្រនឹងក្តីប៉ុន្តែន័យរបស់វាយ៉ាងម៉េចន័យថាឯងប្តឹងគេតក្តីតតែក្រអស់ឆ្នាំងអស់ចានរបស់ក៏ខាតរបក៏ខាន
ដឹងអស់ប៉ុន្មានទុំរំចាញ់ឈ្នះតែយើងថាធួននឹងថ្មក្រនឹងក្តីហ្នឹងមានន័យថាពេលមានរឿងក្តីចូលមកវាក្តៅកាហាយក្នុងផ្ទះហ្នឹងគិតតែធ្វើម៉េចដើម្បីដណ្ដើមយកឈ្នះមិនគិតថាធ្វើយ៉ាងម៉េចដើម្បីទៅរកស៊ីចំណាយពេលវេលារកស៊ីពេលវេលាទាំងអស់គឺវិនិយោគលើភាពក្តៅកាហាយអញ្ចឹងរឿងអីមិនក្រហើយបើមានចេកមានជ្រូកខ្វៃដើរបន់អស់ហើយប៉ុន្តែអត់បានយកពេលវេលាហ្នឹងដើម្បីបង្កើនសេចក្តីសុខនៅក្នុងគ្រួសារភាពត្រជាក់ជុំឬបង្កើនទ្រព្យសម្បត្តិតាមរយៈការគិតគូររកស៊ីទេគិតគូរវិនិយោគដើម្បីដណ្ដើមឈ្នះដល់ពេលឈ្នះទៅតើបានអីមានរូបសំណាក2នៅមុខសាលសវនាការរបស់តុលាការកំពូល2សង្គមឆ្នាំ1925រូបនេះចូលទៅខាងស្ដាំគឺរូបមានខោឯរូបម្ខាងទៀតអស់ខោមានន័យថាពេលចូលទៅមានខោចេញមកវិញអត់មានខោទេអ្នកខ្លះចូលក្រសួងអត់ដឹងរឿងហ្នឹងជានិមិត្តរូបដែលប្រាប់ថាបើជៀសក្តីបានជៀសទៅជៀសក្តីបានមហោអដកកុំទៅតុលាការមហោអដកបានមហោអដកមករាសាតក្រមការគាំទ្រសម្ដេចធិបតីជាសង្ឃឹមដងស្រ័យវិងវៀនជូនជនប្រុងស្រីក្រៅប្រព័ន្ធតុលា